ការជំនួបរវាងមេដាបេដានិងសាលាគឺមានដំណាក់សំខាន់សម្រាប់ខ្ញុំទី1មានភាពស្និទ្ធស្នាលរវាងមេដាបេដានិងគ្រូនិងសាលាទី2យើងបានក្តោបព័ត៌មានទាំងស្រុងចេញពីខាងសាលាដើម្បីយើងយកពីចំណុចល្អឬក៏ចំណុចខ្វះខាតមួយចំនួនយើងយកមកកែតម្រូវសម្រាប់គាត់នៅផ្ទះជាមួយខាងឪពុកម្ដាយពាក់ព័ន្ធជាមួយនឹងកម្មវិធីសិក្សារបស់សាលាបញ្ញាសាស្ត្រទាំង3ភាសាទាំងផ្នែកខ្មែរអង់គ្លេសនិងភាសាចិនគឺល្អទាំងអស់សម្រាប់ខ្ញុំទី1គឺសាលាបញ្ញាសាស្ត្រគឺគាត់ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំនិងយុវជននិងកីឡាទី2គឺការសិក្សាកម្រិតស្តង់ដារអន្តរជាតិនិងស្តង់ដារជាតិនិងអន្តរជាតិយើងមានអារម្មណ៍សប្បាយរីករាយក្នុងការចាក់ដឹកនាំដែលគាត់បញ្ចូលភាសាមួយដែលយើងនឹងត្រៀមសិក្សាទៅទាំងអស់គ្នាពួកខ្ញុំមានអារម្មណ៍សប្បាយចិត្តក្នុងការទទួលជាសារពីខាងខ្ញុំទៅគឺកូនខ្ញុំគាត់រៀននៅសាលាបញ្ញាសាស្ត្រនៅក្រែភ្នំពេញគឺគាត់បានមានទទួលបានចំណេះដឹងល្អវិន័យនិងសិលធម៌នៅក្នុងសាលាហើយនឹងពាក់ព័ន្ធសូមផ្ដាំទៅអាណាព្យាបាលទូទៅតែគាត់កំពុងតែស្វែងរកសាលាដែលមានគុណភាពមានវិន័យសិលធម៌ល្អសូមជ្រើសរើសយកសាលាបញ្ញាសាស្ត្រសាខានៅក្រែភ្នំពេញ